ថ្លៃប្រមាណមិនថ្លៃទេ60000អូនមើលជីវិតបងបាត់តម្លៃ60000ទេបងចោលខ្ញុំខ្មាស់គេចំពោះមិត្តភក្តិមែនទេអូនសម្លាញ់កុំនិយាយចឹងអីអូនគិតមើលទៅបងប្រុសរបស់អូនរាល់លើកយកលេសថាបង្កើតមុខរបរមកយកលុយពីបងចានលើកហើយប៉ាម៉ាអូនលើកមុនខ្ចីគេ300,000ជួសជុលផ្ទះហើយអូនក៏ឲ្យគាត់បងគ្មានលុយអាណាច្រើនយ៉ាងនេះទេមិនខ្វល់ទេថ្ងៃនេះខ្ញុំត្រូវទិញឲ្យបានបងឆាប់វេលលុយឲ្យខ្ញុំភ្លាមមកស្ដាប់បានហើយនៅអេគ្រាន់បើមិនឈិនសៀវហ៊ានបាត់ទូរស័ព្ទខ្ញុំផងទទួលទឹកប្រាក់អស់លីផេ60000យួនខ្ញុំទិញគិតលុយសរុបអស់15យួនលោកទឹកប្រាក់លោកមិនគ្រប់ទេលោកទឹកប្រាក់លោកមិនគ្រប់ទេខ្ញុំប្រើលីផេបានទេលោកស្កែនកន្លែងនេះបានខ្ញុំស្កែនតាម WeChat 5យួនស្កែនតាម Alipay 10យួនបានទេបានទទួលបាន10យួនហើយលោកស្កែន5យួនទៀតមកប្រព័ន្ធធនាគារមិនទាន់អាប់ដេតការបង់ប្រាក់លាយឡំគ្នាក៏មិនបានចូលហើយចេះតែមានហើយអូយយ៉ាអូយអូយអូយលបងលបងមកអីទេអូយអត់ខ្ញុំសុំទោសផងអត់ខ្ញុំប្រញាប់ដឹកជូនឲ្យគេអត់ខ្ញុំគ្មានពេលទេតែចុះអរគុណត្រូវហើយខ្ញុំឈ្មោះឈិនសៀជាអ្នកគ្រប់គ្រងបច្ចេកទេសរបស់ Edit Group បាទ Edit Group ដាក់បទបញ្ជាបាត់ផ្លូវនរណាក៏ដឹងដែរលោកដោយសារតែលួចកូនអ្នកដទៃត្រូវគេបញ្ឈប់ពីក្រុមហ៊ុនគ្មានក្រុមហ៊ុនណាទទួលលោកធ្វើការទេខ្ញុំប្រាប់ទៅចុះខ្ញុំមិនបានលួចទេសូមអបអរសម្លាញ់អូតាទទួលបានជើងអាចសម្រាប់ការកម្មងខែមុនសូមអបអរ